សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះប៉ុន្តែមិនសូវយកចិត្តទុកដាក់គឺហេតុអ្វីភ្ញាក់យប់ញឹកញាប់អ្នកខ្លះគេងលក់បានតែបន្តិចហើយភ្ញាក់ឡើងម្ដងខ្លះវិញភ្ញាក់ច្រើនដងក្នុងមួយយប់ហើយពេលព្រឹកមានអារម្មណ៍ហត់មិនស្រួលនិងអស់កម្លាំងបញ្ហានេះអាចប៉ះពាល់ដល់សុខភាពនិងជីវិតប្រចាំថ្ងៃដូច្នេះថ្ងៃនេះយើងមកស្គាល់មូលហេតុសំខាន់មូលហេតុទី1គឺ stress និងការគិតច្រើនពេលអ្នកមានបញ្ហាឬគិតច្រើនមុនគេងខួរក្បាលនឹងមិនស្ងប់ទោះបីអ្នកគេងទៅហើយក៏អាចភ្ញាក់ឡើងវិញបានមូលហេតុទី2គឺការប្រើទូរស័ព្ទមុនគេងពន្លឺពីអេក្រង់អាចប៉ះពាល់ដល់ហូម៉ូននៃការគេងធ្វើឲ្យគេងមិនជ្រៅហើយភ្ញាក់ងាយមូលហេតុទី3គឺផឹកទឹកឬភេសជ្ជៈច្រើនពេលយប់វាធ្វើឲ្យអ្នកត្រូវភ្ញាក់ឡើងចូលបន្ទប់ទឹកហើយបន្ទាប់មកអាចពិបាកគេងវិញមូលហេតុទី4គឺកាហ្វេអ៊ីនបើអ្នកផឹកកាហ្វេពេលល្ងាចឬយប់វាអាចធ្វើឲ្យខួរក្បាលនៅតែភ្ញាក់ហើយបង្កឲ្យភ្ញាក់យប់ញឹកញាប់មូលហេតុទី5គឺបរិយាកាសមិនល្អបន្ទប់ក្តៅពេកត្រជាក់ពេកឬមានសំឡេងរំខានអាចធ្វើឲ្យអ្នកភ្ញាក់ឡើងដោយមិនដឹងខ្លួនមូលហេតុទី6គឺគេងថ្ងៃច្រើនបើអ្នកគេងថ្ងៃយូរពេលយប់នឹងមិនងាយគេងជ្រៅហើយភ្ញាក់ញឹកញាប់មូលហេតុទី7គឺបញ្ហាសុខភាពដូចជាការឈឺចាប់សម្ពាធឈាមឬបញ្ហាដកដង្ហើមបើមានរោគសញ្ញាផ្សេងៗត្រូវទៅពិនិត្យជាមួយគ្រូពេទ្យឥឡូវនេះមកស្គាល់វិធីដោះស្រាយដំបូងកាត់បន្ថយការប្រើទូរស័ព្ទមុនគេងយ៉ាងហោចណាស់30នាទីទី2កុំផឹកទឹកច្រើនពេលយប់ទី3ជៀសវាងកាហ្វេបន្ទាប់ពីម៉ោងល្ងាចទី4បង្កើតបរិយាកាសគេងឲ្យស្ងប់និងងងឹតទី5គ្រប់គ្រង stress អាចធ្វើសមាធិឬដកដង្ហើមជ្រៅទី6កំណត់ម៉ោងគេងឲ្យទៀងទាត់គេងនិងភ្ញាក់ពេលដូចគ្នារៀងរាល់ថ្ងៃសរុបវិញការភ្ញាក់យប់ញឹកញាប់មិនមែនជារឿងធម្មតាទេវាអាចបង្ហាញថារាងកាយយើងកំពុងត្រូវការការថែរក្សាបើយើងកែប្រែទម្លាប់តូចយើងអាចគេងលក់ល្អនិងមានថាមពលពេញថ្ងៃបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ